Honor គេនឹងធ្វើការ collaboration ជាមួយនឹង Blix ដែលមាន hero 3G Musashi Hoji និង Fei ដែល被ត្រៀមបញ្ចេញនៅថ្ងៃទី28ហ្នឹងហើយបន្ទាប់ពីការ update season ថ្មីមកនៅក្នុងហ្នឹងក៏មាន skin free មួយដែរគឺរបស់ 5G អ្នកនរគ្នាដែលគេធ្វើ test យើងអាចយក skin នឹងបាន free ហើយបន្ទាប់មកគឺ skin របស់ Hoji ដែលគេនឹងដាក់លក់ឲ្យតម្លៃ88 fragment ហើយនឹងឲ្យដូចជា488 token ហ្នឹងដូចជាប្រភេទ skin epic ទេអ្នកនរគ្នាចង់ចាយ token ក៏បានដែរបន្ទាប់មកគឺ skin របស់ Fei ហើយនឹង Musashi skin ទាំងពីរហ្នឹងចេញជាលក្ខណៈ event ដែលវាមាន498 point ដែលយើងអាចដូរយកបាន skin មួយដូចរដងហ្នឹងដែរហើយវាមានតម្លៃចន្លោះចាប់ពី2000ទៅ4000 token តាមនៃសំណាងរបស់យើងអញ្ចឹងណាហើយអត់ចាំយូរទេអ្នកនរគ្នាគឺ skin របស់ Fei គឺស្អាតខ្លាំងមែនទែនគឺខ្ញុំឆ្លាញ់ skin ហ្នឹងខ្លាំងមែនទែនអញ្ចឹងខ្ញុំមករៀនលេង hero Fei ហើយទៅនៅពេលដែល skin ហ្នឹងបានចេញមកគឺខ្ញុំទិញយកតែម្ដងគឺខ្ញុំឆ្លាញ់ skin ហ្នឹងជាងគេហើយសម្រាប់ hero Fei ហ្នឹងគឺសម្រាប់ខ្ញុំគឺវាពិបាកលេងខ្លាំងហើយសម្រាប់ខ្ញុំគឺខ្ញុំអត់ដែលសូវលេងដោយសារវាមាន skill លួចលើថ្មអីច្រើនពេកអញ្ចឹងណាតែយើងចុចច្រឡំដៃលួចលើថ្មទៅវាពិបាកក្នុងការវាយសត្រូវអញ្ចឹងណាតែបើយើងចេះ combo ខ្ញុំអីគឺ hero គឺអេមដែរអ្នកនរគ្នាខ្ញុំកំពុងធ្វើការរៀន combo ឯង skill ទី1ទី2អញ្ចឹងគឺខ្ញុំ combo អត់ដឹង combo មួយណាទេភាគច្រើនខ្ញុំដាក់ទី2ហើយទី3ហើយទី1ហ្មងអាហ្នឹងភាគច្រើនខ្ញុំប្រើអញ្ចឹងអ្នកនរគ្នាតោះឥឡូវឲ្យចាំពេលយូរទេឥឡូវយើងធ្វើការចូលលេងវគ្គដំបូងតែម្ដងទៅដោយសារយើងត្រៀមនឹងលេង skin ថ្មីអញ្ចឹងណាអញ្ចឹងយើងហាត់សមលេងឲ្យហើយទៅឥឡូវយើងខុសចាប់ដើមទៅរកសត្រូវទៅមានអាការល្អឯអ្នកនេះដាក់អាល់ទី1 skill ទី1ទៅ skill ទី3ចំពោះខ្ញុំវារៀងបាក់លេងតិចតោះឥឡូវយើងឃើញសត្រូវយើងចិត្តអស់ឈាមអីយើងហក់ទៅរោហ្មងទៅ skill ទី2ហើយដាក់ទី1ទៅនៅពេលដែលយើងដាក់ skill ទី1អញ្ចឹងទៅត្រូវសត្រូវអញ្ចឹងទៅវានឹង knock សត្រូវឡើងលើមួយ plate អញ្ចឹងណាFreedom. My responsibilities keep me grounded.